ធីដំបូងក្មួយប្រុសស្រីសុខខោលីអភោដូច្នោះកូនប្រុសក៏ដូចជាមេដាបៃតាក្នុងឥឡូវវគ្គទី1លោកគ្រូថ្ងៃនេះក៏មេដាបៃតាលោកប្រុសស្រីទាំងសងមេបាខាងកូនស្រីលោកបានរៀបចំនៅកាយាថ្វាយជូនចំពោះអញ្ជតោយិតាកងមាញាតិកាសាច់សាលហិតមិត្តសម្លាញ់ដែលលោកបានបែងចែកព្រះកូនណានេះទេលោកមេបាថាពឹងបរឹងលំងឯណា